បាទជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តហ្គីតាខ្មែរខ្ញុំខានចេញវីដេអូអំពី effect U ថ្ងៃនេះខ្ញុំសូមចេញវីដេអូអំពី effect ជូនហើយសំឡេងដូចក្នុងវីដេអូអញ្ចឹងអានេះគេហៅថាសំឡេងបូក parser ហ្នឹងគេហៅថាលេងឡាំណាអញ្ចឹងខ្ញុំបញ្យល់ជូនសម្រាប់បងប្អូនដែលចេះខ្លះហើយចង់ចេះបន្ថែមអាចមើលបានឬក៏បងប្អូនថ្មីអត់ទាន់ចេះសោះអាចមើលបានដែរអញ្ចឹង effect របស់ ME8 វាសេរីចាស់ប៉ុន្តែវានៅលេងបានល្អដែរអញ្ចឹងពុកម៉ែបងប្អូនបើកមកវានឹងលត់ភ្លើងធម្មតាហើយអានេះលេខនេះអត់សំខាន់ទេអញ្ចឹងពុកម៉ែបងប្អូនចង់ដាក់នៅលេខប្រហែលក៏បានដែរបើកមកវាមានលេខ1ដក1អញ្ចឹងសម្រាប់ខ្ញុំនេះបើកមកវាខ្ញុំ select យកទៅបង់លេខ1ដក4អញ្ចឹងណាបាទអញ្ចឹងដើម្បីបានបង់លេខ1ដក4ហ្នឹងពុកម៉ែបងប្អូនចុចនេះបាទចុចគេដាក់ bank នេះប៉ុន្តែយើងអានហៅធម្មតារបៀបខ្មែរហៅបងអញ្ចឹងដំបូងវានៅបើកមកវាចេញជាលេខ1ដក1ប៉ុន្តែខ្ញុំលេងបងលេខ1ដក4ហើយនៅលេខ5នេះអាបងខ្ញុំចង់បង្ហាញសលេង parser មិញហ្នឹងណាអញ្ចឹងដើម្បីថតទី1យើងចុចពាក្យថា edit បាទដើម្បីថតយើងចុចពាក្យថា edit នេះចុចមកកាលណាចុចមកវាលោតភ្លើងបាទចុចមកលោតភ្លើងកន្លែងនេះដល់ពេលលោតភ្លើងកន្លែងហ្នឹងគេហៅថា master 90មានថាសលេងវា90បាទសលេងវាអញ្ចឹងខ្ញុំឲ្យមើលតាំងពីខាងនេះមកមុនបាទខាងនេះគឺថា compressor អញ្ចឹងដើម្បីបាន compressor ភ្លើងនេះវាភ្លឺលេខ1នេះ compressor វានៅក្នុងលេខ1ហ្នឹងអញ្ចឹងកាលណាអត់ទាន់មានភ្លើងមានថាបិទអញ្ចឹងយើងចុចកន្លែងហ្នឹងមកចុចចឹងមកមានន័យថាវាបានបើកហើយអញ្ចឹងដល់ពេលបើកអានេះវាលោតផ្លែតហ្នឹងពុកម៉ែបងប្អូនមើលមកខាងនេះឃើញ0នេះអាភ្លើងនេះ4នេះសម្រាប់ឡើងលើចុះក្រោមអញ្ចឹងអាជួរទី1ហ្នឹង0ជួរទី2 0ទៀតអាហ្នឹងតកតងនឹងអាលេខ1នេះពុកម៉ែបងប្អូននេះ compressor ដល់ពេលនៅជួរទី3 50ជួរទី4 100អស់ហើយអាហ្នឹងវាមានតែ4ជួរទេនេះវាមាននេះមាន sustain attack tune level 4ហ្នឹងអញ្ចឹងយើងមើលតាមមួយជួរវាអញ្ចឹងមករហូតបាទអញ្ចឹងយើងចូលដល់ទី2នេះគឺខ្ញុំបិទអានេះ overdrive ណាប៉ុន្តែខ្ញុំបិទយើងមានសលេងលេខ3នេះលេខ3 EQ សំឡេងធ្ងន់ស្រាល equalizer គេណាអញ្ចឹងយើងមើលតាមជួរនឹងទៀតមកបងប្អូនយើងមើលតាមជួរវាចេះលេខ3ហ្នឹងជួរវាមកអញ្ចឹងយើងមើលមកហើយយើងមើលមកនេះអញ្ចឹងយើងចុចអា4នេះឡើងលើចុះក្រោមណាបាទឆ្វេងស្ដាំឯហ្នឹងអញ្ចឹងយើងចុចចុះមកបាទអានេះមានន័យថាដក12បើសិនជាទីហោថាពុកម៉ែបងប្អូនបើកមកវាអត់នៅលេខដក12ទេនេះមានន័យថានេះបើឡើងទៅវាដកទៀតបាទវាដក2វិញឬក៏បូកទៅលើវិញទៀតអញ្ចឹងណាដល់ចុះក្រោមមកនេះអញ្ចឹងខ្ញុំចុចឲ្យដល់លក្ខណៈដើមរបស់ខ្ញុំវិញសលេងនេះខ្ញុំបូកឲ្យដក12បាទ